ត្រូវយល់ឲ្យច្បាស់ដោយខ្លួនឯងថាយើងចង់ជួបមនុស្សល្អមនុស្សមានគុណធម៌មនុស្សមានបុណ្យខ្លួនយើងបានជួបហើយតែខ្លួនយើងវិញជាមនុស្សមិនល្អមនុស្សខ្វះបុណ្យទោះបីបានជួបហើយក៏មិនបានទទួលអ្វីពីគេដែរជួនកាលត្រូវបាត់បង់ទៅវិញជាធម្មតាមនុស្សមិនអាចនៅជាមួយខ្មោចបានទេដូច្នេះហើយព្រះពុទ្ធមានដីកាថាចង់បានល្អត្រូវរៀនធ្វើជាមនុស្សល្អជាកល្យាណមិត្តល្អមានតែសេចក្តីល្អទើបអាចជួយខ្លួនយើងឲ្យបានសុខឯចំណែកមនុស្សល្អមានកល្យាណធម៌5យ៉ាងគឺ